ថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន មួយជនត្រូវចោទជានីតិជនមាត្រា208ដល់មាត្រា210ថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នគឺខុសគ្នាអាស្រ័យដោយបទល្មើសដែលទទួលរងការស៊ើបសួរជាបទឧក្រិដ្ឋឬជាបទមជ្ឈិមក្នុងករណីបទឧក្រិដ្ឋការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី6ខែប៉ុន្តែចៅក្រមស៊ើបសួរអាចពន្យាការឃុំខ្លួនបណ្ដោះអាសន្នបានតែ2ដងគត់ម្ដងបាន6ខែដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់មាត្រា208ក្នុងករណីបទមជ្ឈិមការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី4ខែប៉ុន្តែចៅក្រមស៊ើបសួរអាចពន្យាការឃុំខ្លួនបណ្ដោះអាសន្នបានតែម្ដងគត់មិនឲ្យលើសពី2ខែដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់ថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នពីបទមជ្ឈិមមិនត្រូវលើសពីពាក់កណ្ដាលនៃអបបរមានៃទោសដែលច្បាប់បានកំណត់ឡើយ2ជនត្រូវចោទជាអនីតិជនមាត្រា208ដល់មាត្រា210ក្រមនីតិវិធីព្រំទណ្ឌបានធ្វើការបែងចែកអនីតិជនជាពីរប្រភេទដើម្បីកំណត់ថេរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នដោយយោងតាមប្រភេទនៃបទល្មើសដែលទទួលរងការស៊ើបសួរជនត្រូវចោទជាអនីតិជនដែលមានអាយុចាប់ពី14ឆ្នាំដល់ក្រោម15ឆ្នាំទាក់ទងនឹងបទឧក្រិដ្ឋការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី4ខែបើទាក់ទងនឹងបទមជ្ឈិមការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី2ខែជនត្រូវចោទជាអនីតិជនដែលមានអាយុចាប់ពី16ឆ្នាំដល់ក្រោម18ឆ្នាំទាក់ទងនឹងបទឧក្រិដ្ឋការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី6ខែបើទាក់ទងនឹងបទមជ្ឈិមការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី4ខែកំណត់សម្គាល់មាត្រា208ដល់មាត្រា210ការពន្យាពេលនៃការឃុំខ្លួនបណ្ដោះអាសន្នមិនអាចត្រូវបានអនុញ្ញាតឡើយចំពោះអនីតិជនចំពោះបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិប្រល័យពូជសាសន៍ឬសង្គ្រាមការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើបានក្នុងថេរវេលាមិនលើសពី1ឆ្នាំសម្រាប់បទល្មើសនីមួយពេលផុតថេរវេលាចៅក្រមស៊ើបសួរអាចពន្យាការឃុំខ្លួនបណ្ដោះអាសន្នបានតែ2ដង1ដងបាន1ឆ្នាំដោយដីកាមានសំអាងហេតុដោយសភាពធ្ងន់ធ្ងរពិសេសនៃបទឧក្រិដ្ឋទាំង3របបទយុទ្ធនៃអាជ្ញាយុកាដែលអនុវត្តចំពោះបទឧក្រិដ្ឋទាំងនេះក៏មានលក្ខណៈខុសគ្នាពីរបបទយុទ្ធទូទៅផងដែរមាត្រា9តាមមាត្រា230ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នពីមូលហេតុនៃកិច្ចវិសដោយចិត្តនាពីការប្រកិច្ចត្រួតពិនិត្យចៅក្រមស៊ើបសួរអាចសម្រេចឲ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបានទោះបីទោសជាប់ពន្ធនាគារដែលត្រូវរងនោះមានថេរវេលាប៉ុន្មានក៏ដោយហើយទោះជាជនត្រូវចោទត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលអតិបរមាក៏ដោយការឃុំខ្លួនបណ្ដោះអាសន្នដែលសម្រេចតាមមាត្រានេះមិនអាចឲ្យលើសពី4ខែចំពោះនីតិជននិង2ខែចំពោះអនីតិជន